Welcome to the Voice of America in Khmer. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះថ្ងៃសុក្រទី3ខែមករាឆ្នាំ2014ត្រូវនឹងថ្ងៃ3កើតខែបោះឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2557ខ្ញុំនុចសារិតានិងសហការីក្រុមផ្សាយខេមរៈភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមលោកជើងពូជីនសូមជូនដើមរឿងនៃព័ត៌មានសំខាន់ៗនៅព្រឹកនេះបាតកោខ្មែរបានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយក្រុមឆាត់យងពិសេសប្អូនប្រុសរបស់សកម្មជនសិទ្ធិមនុស្សវៀតណាមបានត្រូវពួកឧក្រិដ្ឋជនដែលជួលដោយរដ្ឋាភិបាលវៀតណាមវាយតប់មន្ត្រីជាន់ខ្ពស់ចិនម្នាក់ត្រូវដកចេញពីតំណែងដោយសារពាក់ព័ន្ធរឿងពុករលួយនៅក្នុងកម្មវិធីផ្សាយនៅពេលព្រឹកនេះលោកអ្នកនឹងបានស្ដាប់សេចក្តីរាយការណ៍អំពីគណៈបកប្រជាជនកម្ពុជារិះគន់គណៈបកសង្គ្រោះជាតិចំពោះការលុបចោលគម្រោងចរចានៅថ្ងៃសុក្រនេះសេចក្តីរាយការណ៍អំពីមហាកោតកម្មរបស់សមាគមគ្រូបង្រៀនទាមទារដំឡើងប្រាក់ខែទោះបីប្រមានយ៉ាងណាក៏ដោយខ្ញុំក៏មិនដកថយដែរធ្វើម៉េចយើងទាមទារយ៉ាងណាឲ្យប្រាក់ខែគ្រូបង្រៀនប្រសើរឡើងហើយជាការលើកកម្ពស់នៅគុណភាពអប់រំផងដែរសូមលោកអ្នករងចាំស្ដាប់សេចក្តីពិស្ដារនៃសេចក្តីរាយការណ៍ទាំងពីរនេះនៅក្រៅការផ្សាយព័ត៌មានអន្តរជាតិតទៅនេះលោកជឹងពូជីនសូមជូនព័ត៌មានអន្តរជាតិសូមអញ្ជើញលោកពូជីនអរគុណជាដំបូងនេះសូមអស់លោកអ្នកស្ដាប់សេចក្តីរាយការណ៍របស់លោកសុកខេមរាអំពីការប្រើអំពើហិង្សាបង្ក្រាបក្រុមបាតកោរោងចក្រកាណាឌីយ៉ានៅពាក់កណ្ដាលអាធ្រាត្រកន្លងមកនេះកងកម្លាំងប្រដាប់អាវុធបានប្រើអំពើហិង្សាបំបែកក្រុមបាតកោរោងចក្រកាត់ដេរកាណាឌីយ៉ាជាង500នាក់ដោយជោគជ័យនៅរំលងអាធ្រាត្រចូលដល់ព្រឹកថ្ងៃសុក្រនេះក្រោយពីមានការប៉ះទង្គិចគ្នាជាច្រើនម៉ោងចាប់តាំងពីរសៀលថ្ងៃប្រហ័សមកនេះបើតាមការអះអាងរបស់លោកច័ន្ទសវេតមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាត់ហុកដែលបានចុះសង្កេតការផ្ទាល់នៅកន្លែងកាត់ហេតុហើយបានថ្លែងប្រាប់ VOA បែកអស់ហើយប៉ុន្តែយើងឃើញខ្ញុំនៅឆ្លងនៅទីហ្នឹងគាត់ថាឃើញថាមានការវាយដំខ្លះដែរតែមិនជាធ្ងន់ធ្ងរពេកទេគាត់តែគម្រាមកំញោចហ្នឹងហើយបានចាប់យុវជនម្នាក់តែខ្ញុំអត់ស្គាល់ឈ្មោះហ្នឹងចាប់យុវជនម្នាក់ហ្នឹងខ្ញុំទៅទងអាយុប្រហែលជា20ជាងដាក់ម៉ូតូយកទៅលោកបានបញ្ជាក់ទៀតថាក្រុមបាតកោបានដុតកង់ឡានដុតរទេះតាមផ្លូវហើយចំណែកកងកម្លាំងប្រដាប់អាវុធកំពុងតាមរកចាប់ខ្លួនមេដឹកនាំបាតកោហើយបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកចូលផ្ទះប្រជាពលរដ្ឋមួយចំនួនផងក្រុមកម្មករប្រដាប់ដោយដុំថ្មប្រនុងដំបងបានប៉ះទង្គិចជាមួយនឹងអាជ្ញាធរប្រដាប់អាវុធ PM ចាប់តាំងពីម៉ោង3រសៀលដល់ម៉ោងជិត1យប់រំលងអាធ្រាត្រហើយបានបិទផ្លូវវែងស្រេងក្នុងរាជធានីភ្នំពេញមិនឲ្យមានចរាចរណ៍សេចក្តីរាយការណ៍ដំបូងបានអះអាងថាមានកម្មករជាង10នាក់ដែលរងរបួសនៅរោងចក្រកាណាឌីយ៉ានេះបន្ថែមពីលើរបួសស្នាមនិងការចាប់ខ្លួននៅកន្លែងតវ៉ាពីរផ្សេងទៀតគឺផ្សារដីហុយរាជធានីភ្នំពេញនិងនៅក្នុងរោងចក្រយ៉ាជីងដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ4ចម្ងាយប្រមាណជាង20គីឡូម៉ែត្រពីរាជធានីភ្នំពេញលោកច័ន្ទសវេតបានអះអាងថាអាជ្ញាធរមិនគួរធ្វើការបង្ក្រាបដោយអំពើហិង្សាទៅលើកម្មករដែលគ្រាន់តែប្រើសិទ្ធិទាមទារដើម្បីការរស់រានមានជីវិតឬក៏ដំឡើងប្រាក់ខែដល់$160សហរដ្ឋអាមេរិករបស់ពួកគេនោះទេហើយសកម្មភាពតវ៉ាដោយអហិង្សារបស់កម្មករដែលទាមទារដំឡើងប្រាក់ខែអានេះជាសេរីភាពមួយក្នុងការទាមទារនៅផលប្រយោជន៍ដើម្បីរស់រានមានជីវិតសមស្របថ្លៃថ្នូរហើយបើសិនជាសង្វើបែបហ្នឹងថាជាការប្រឆាំងហើយបង្ក្រាបដោយកងកម្លាំងប្រដាប់អាវុធដោយអត់បានយកគោលការណ៍ច្បាប់លទ្ធិប្រជាធិបតេយ្យនៃការគោរពសិទ្ធិមនុស្សយកមកធ្វើជាមូលដ្ឋានដើម្បីអនុវត្តខ្ញុំគិតថាវាខ្ញុំយល់ថាវាជាការរំលោភមួយយ៉ាងធ្ងន់ធ្ងរគណៈបកជំទាស់បានលុបចោលគម្រោងការចរចាជាមួយនឹងគណៈបកប្រជាជនកម្ពុជាដោយសារតែការបង្ក្រាបដោយអំពើឃោរឃៅមកលើកម្មកររោងចក្រ
ពលរដ្ឋនិងព្រះសង្ឃហើយថែមទាំងមិនបានកំណត់ថ្ងៃជួបចរចាគ្នានៅពេលណានោះទេដើម្បីទម្លុះទម្លាយភាពទល់ច្រកផ្នែកនយោបាយដោយសារការបោះឆ្នោតរាយការណ៍ពីរដ្ឋធានី Washington ខ្ញុំសុកខេមរា VOA បាតកោកម្ពុជានិយាយថាមនុស្សយ៉ាងហោចណាស់ក៏20នាក់ដែររួមមានព្រះសង្ឃ15អង្គផងបានរងរបួសនៅក្នុងការបង្ក្រាបលើកម្មកររោងចក្រកាត់ដេរដែលធ្វើបាតកម្មបន្ទាប់ពីកងទ័ពតូចពិសេសឆាត់យើងបានចូលធ្វើអន្តរាគមន៍បោះសម្អាតពួកកម្មករទាំងនោះអង្គការសិទ្ធិមនុស្សដែលនិយាយកាលពីថ្ងៃពហុថាមនុស្សយ៉ាងហោចណាស់ក៏10នាក់ដែរបានត្រូវចាប់ខ្លួនកាលពីថ្ងៃពហុនៅខាងក្រៅរោងចក្រយ៉ាក់ឈីននៅជិតរាជធានីភ្នំពេញបានថ្កោលទោសអំពើហិង្សាហើយនឹងការដាក់ពង្រាយកងទ័ពឆាត់យង911លោកនុតរំដួលមន្ត្រីនៃគណៈបកសង្គ្រោះជាតិដែលជាគណៈបកប្រឆាំងបានប្រាប់ VOA ផ្សាយជាភាសាខ្មែរថាទាហានទាំងនោះគោកក្លឿនណាស់ក៏ប៉ុន្តែលោកចាប់សុភ័ណ្ឌមានបញ្ជាការកងតូចពិសេសឆាត់យងនិយាយថាកងទ័ពរបស់លោកបានធ្វើការឆ្លើយតបបន្ទាប់ពីបាតកោទាំងនោះបានចោលដុំថ្មដាក់ពួកកងទ័ពប្អូនប្រុសរបស់លោកលេគូគួងសមាជិកសកម្មជនសិទ្ធិមនុស្សដែលជាប់ពន្ធនាគារបានត្រូវពួកជនឥន្ទពាលជាច្រើនដែលគេមិនស្គាល់មុខវាយតបលោកលេគូខ្វៀតបានប្រាប់ VOA ផ្សាយជាភាសាវៀតណាមថានៅពេលដែលលោកដើរចូលក្នុងបរិវេណនៃអគាររបស់លោកក្នុងទីក្រុងហូជីមិញកាលពីថ្ងៃពហុនៅពេលដែលបរិសុទ្ធ4នាក់ដែលលោកបានពណ៌នាថាជាឧក្រិដ្ឋជនដែលរដ្ឋាភិបាលជួលបានចេញមកវាយតប់លោកបានចោទប្រកាន់ថាបរិសុទ្ធទាំងនោះបានតាមលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយចាប់តាំងពីបងប្អូនរបស់លោកឈ្មោះលេគួកគង់បានរំលោភច្បាប់រដ្ឋាភិបាលដោយផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យនិងរបបពហុបកនៅក្នុងប្រទេសវៀតណាមខាងត្បូងមកបណ្ដាញផ្សាយព័ត៌មានរដ្ឋចិនប្រាប់ឲ្យដឹងកាលពីថ្ងៃទី2ខែមករានេះថាមន្ត្រីម្នាក់ដែលទទួលខុសត្រូវនាយកដ្ឋានចាត់តាំងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិនបានបញ្ជាក់ថាលោកលីចុងស៊ីប្រធានគណៈកម្មាធិការបក្សកុម្មុយនីសចិនរបស់ខេត្តស៊ីជួនបានត្រូវដកចេញពីតំណែងពីព្រោះតែបទសង្ស័យពីការរំលោភវិន័យដ៏ធ្ងន់ធ្ងរគណៈកម្មាធិការត្រួតពិនិត្យពិន័យបក្សបានប្រកាសថាខ្លួនកំពុងស៊ើបអង្កេតលោកលីលើបទពុករលួយមុនពេលការប្រកាសរបស់នាយកដ្ឋានចាត់តាំងនោះ Direct from Washington, the voice of America, VOA. លោក Rio Kilche រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បូងបានអំពាវនាវដល់កូរ៉េខាងជើងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរដោយលោកនិយាយថាអាវុធនុយក្លេអ៊ែរនឹងមិនជួយធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកូរ៉េខាងជើងប្រសើរឡើងទេលោកនិយាយបន្តទៀតថាប្រសិនបើកូរ៉េខាងជើងធ្វើការសម្រេចចិត្តត្រឹមត្រូវដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនប្រសើរឡើងកូរ៉េខាងត្បូងនឹងក្លាយជាប្រទេសមួយដែលនឹងជួយកូរ៉េខាងជើងឆ្មាំការពារដែនសមុទ្រជប៉ុនបានជួយសង្គ្រោះបរិសុទ្ធជនជាតិចិនម្នាក់ដែលបានធ្លាក់ក្នុងខណៈដែលព្យាយាមចុះលើប្រជុំកោះដោយប្រើបាឡុងខ្យល់ក្តៅដែលជាដែនដីមានជន្លោះរវាងចិនហើយនិងជប៉ុនឆ្មាំការពារដែនសមុទ្រជប៉ុនបាននិយាយកាលពីថ្ងៃពហុថាពួកគេបានរកឃើញលោកស៊ូស៊ុនជុននៅចម្ងាយ20គីឡូម៉ែត្រខាងត្បូងប្រជុំកោះក្នុងសមុទ្រចិនខាងកើតឆ្មាំការពារដែនសមុទ្រជប៉ុនបានប្រាប់ឲ្យដឹងទៀតថាលោកមិនបានទទួលគ្រោះថ្នាក់ទេហើយបានត្រូវគេផ្ទេរទៅកាន់នាវាយាមល្បាតរបស់ចិនបុរសអាយុ35ឆ្នាំរូបនេះបានចាក់ចេញពីខេត្តហ្វូជៀននៃប្រទេសចិនកាលពីថ្ងៃពុធប៉ុន្តែពួកមន្ត្រីនិយាយថាលោកបានបញ្ជូនសារជួយសង្គ្រោះជាបន្ទាន់ប៉ុន្មានម៉ោងក្រោយពីបាឡុងរបស់លោកមានបញ្ហាចិនបានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដើម្បីផ្ទេរអ្នកទោសជាតិ Uyghurs 3នាក់ពីគុកនៅច្រកសមុទ្រ Guantanamo នៃប្រទេសគូប៊ាទៅកាន់ប្រទេសស្លូវ៉ាគីបុរសទាំងនេះជាអ្នកកាន់សាសនាអ៊ីស្លាមជាតិ Uyghurs 22នាក់ចុងក្រោយដែលបានឃុំនៅក្នុងមជ្ឈមណ្ឌលដ៏ចម្រូងចម្រាសដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានសម្រេចចិត្តបិទចោលលោកគីងកាងអ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពហុម្សិលមិញថាបរិសុទ្ធទាំងនេះមានគួរថ្នាក់ណាស់ហើយត្រូវតែប្រគល់ទៅឲ្យប្រទេសចិនវិញរដ្ឋាភិបាលទីក្រុងប៉េកាំងនិយាយថាបរិសុទ្ធទាំងនេះស្ថិតនៅក្នុងក្រុមចលនាអ៊ីស្លាមទូគីស្ថានខាងកើត
ដែលខ្លួននិយាយថាកំពុងប្រយុទ្ធដើម្បីឯករាជ្យក្នុងតំបន់ស៊ីនជាងភាគខាងលិចនៃប្រទេសចិនកាសែត The New York Times ហើយនិងកាសែត Guardian របស់អង់គ្លេសកំពុងអំពាវនាវឲ្យមានការអត់ឱនទោសដល់ Edward Snowden អតីតអ្នកធ្វើការតាមកិច្ចសន្យាឲ្យទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិកដែលបានបញ្ចេញព័ត៌មានយ៉ាងច្រើនពីការធ្វើចារកម្មរបស់អាមេរិកលោក Snowden អាយុ30ឆ្នាំកំពុងរស់នៅដោយសារការសុំសិទ្ធិជ្រកកោនខាងនយោបាយនៅក្នុងប្រទេសរុស្ស៊ីនៅពេលដែលសហរដ្ឋអាមេរិកស្វាស្វែងឲ្យបញ្ជូនលោកមកវិញដើម្បីប្រឈមការចោទប្រកាន់ពីចារកម្មហើយនឹងការកាត់ទោសជាប់គុករយៈពេលយូរប្រសិនបើលោកកាត់ឲ្យជាប់ទោសនោះនៅក្នុងបទពិចារណកថាកាលពីថ្ងៃពហុម្សិលមិញកាសែត The New York Times បានប្រាប់ឲ្យដឹងថាលោក Snowden ប្រហែលបានប្រព្រឹត្តឧក្រិដ្ឋកម្មក៏ប៉ុន្តែបានប្រាប់ឲ្យដឹងថាលោកបានធ្វើការងារយ៉ាងច្រើនសម្រាប់ប្រទេសរបស់លោកដោយផ្ដល់ព័ត៌មានយ៉ាងច្រើនដល់ប្រជាពលរដ្ឋអាមេរិកអំពីកម្មវិធីស៊ើបការណ៍សម្ងាត់ដែលបានធ្វើឡើងដោយទីភ្នាក់ងារសន្តិសុខជាតិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទីភ្នាក់ងារ FBI បានប្រាប់ឲ្យដឹងកាលពីថ្ងៃប្រហោះថាអគ្គិភ័យនៅស្ថានកុងស៊ុលក្នុងទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិកបានឆេះនៅខាងមុខអគារនោះបាននាំឲ្យមានការស៊ើបអង្កេតពីការបង្កអគ្គិភ័យហើយបានអំពាវនាវពីរដ្ឋាភិបាលចិនឲ្យមានការការពារពួកអ្នកការទូតចិនកាន់តែប្រសើរឡើងនៅក្នុងសហរដ្ឋអាមេរិកគ្មានមនុស្សបានរងរបួសនៅក្នុងការឆេះកាលពីយប់ថ្ងៃពុធដែលបានឆេះកន្លែងចេញចូលនោះរលបានធ្វើឲ្យខូចរបៀងទទួលភ្ញៀវហើយបានឆេះដល់ដំបូលការផ្ទុះគ្រាប់បែកមួយគ្រាប់បានធ្វើឲ្យរង្គើសង្កាត់មួយដែលមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើននៅភាគខាងត្បូងនៃទីក្រុងបេរុតបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏5នាក់នៅក្នុងតំបន់មួយដែលគេស្គាល់ថាជាទីតាំងដ៏រឹងមាំរបស់ពួកក្រុម Hezbollah ការផ្ទុះកាលពីថ្ងៃពហុម្សិលមិញបានធ្វើឲ្យមនុស្ស20នាក់ទៀតរងរបួសដែរទូរទស្សន៍ Al-Mana របស់ក្រុម Hezbollah បានបញ្ចាំងពីរថយន្តពេទ្យបើកសម្រុកទៅកាន់កន្លែងផ្ទុះគ្រាប់បែកហើយនឹងកន្លែងឆេះនោះមូលហេតុនៃការផ្ទុះនោះមិនទាន់ដឹងច្បាស់នៅឡើយទេក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់លោក Ali Hassan Khalid បានប្រាប់ពួកនាយកព័ត៌មានថារដ្ឋាភិបាលបានប្រយុទ្ធប្រឆាំងជាមួយពួកភេរវជនគណៈបកប្រជាជនកម្ពុជាបានរិះគន់គណៈបកសង្គ្រោះជាតិចំពោះការលុបចោលគម្រោងចរចានៅថ្ងៃសុក្រនេះដោយថ្លែងថាជាការបង្ហាញពីឆន្ទៈមិនចង់ដោះស្រាយបញ្ហាជាប់គាំងផ្នែកនយោបាយលោកសុកខេមរានៃ VOA រាយការណ៍ពីរដ្ឋធានី Washington មកថាមូលហេតុនៃការលុបចោលនេះដោយមកពីអាជ្ញាធររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចាប់ខ្លួននិងបង្ក្រាបបាតុករដែលទាមទារដំឡើងប្រាក់ខែដោយហិង្សាសូមស្ដាប់សេចក្តីរាយការណ៍ដូចតទៅនេះគណៈបកគ្រប់គ្រងប្រទេសបានថ្លែងថាការលុបចោលគម្រោងការចរចារបស់គណៈបកសង្គ្រោះជាតិដោយសារការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមកម្មករនោះជាការគ្មានឆន្ទៈនៅក្នុងការដោះស្រាយបញ្ហាជាប់គាំងនយោបាយដោយចាត់ទុកថាជារឿងដ៏គួរឲ្យសោកស្ដាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈបកប្រជាជនកម្ពុជាកាលពីថ្ងៃពហុបានចោទប្រកាន់ថាគណៈបកសង្គ្រោះជាតិបានអុចអាលឲ្យមានការរំខានប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរបបសង្គមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់តាមខ្លឹមសារដើមថាប្រការនេះក៏ជាការសរបញ្ជាក់ឲ្យឃើញអំពីការខ្វះសុចន្ទៈពិតប្រាកដរបស់គណៈបកសង្គ្រោះជាតិនៅក្នុងការស្វែងរកដំណោះស្រាយតាមរយៈការចរចាលោកផៃស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលមួយរូបបានអះអាងថាគណៈបកសង្គ្រោះជាតិរកលេសដើម្បីលុបចោលការចរចាហើយចន្ទវិទ្យាដែរអានេះជាបំណងឬឆន្ទៈមិនចង់ចរចារបស់គណៈបកសង្គ្រោះជាតិទេពីការចរចាជារឿងដាច់ដោយឡែកពីរឿងអ្វីដែលកើតឡើងនៅថ្ងៃនេះក្រុមការងារបច្ចេកទេសនៃគណៈបកទាំងពីរដែលមានតំណាង3រូបម្ខាងបានប្រកាសព្រមគ្នាថានឹងជួបគ្នានៅថ្ងៃសុក្រទី3ខែមករាឆ្នាំ2014នេះក្នុងវិមានព្រឹទ្ធសភាមុនពេលមេដឹកនាំកម្ពុជាត្រូវជួបចរចាគ្នាគណៈបកសង្គ្រោះជាតិបានទាមទារជាចុងក្រោយឲ្យមានការបោះឆ្នោតឡើងវិញនិងកែតម្រង់ប្រព័ន្ធបោះឆ្នោតនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបឲ្យបានឯករាជ្យអាចទទួលយកបានក្រោយពីការបន្តធ្វើពហិការមិនទទួលស្គាល់រដ្ឋសភារដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតដែលគណៈបកនេះចាត់ទុកថាមានការកេរបន្លំ
ដោយមានភាពមិនប្រក្រតីដ៏ធ្ងន់ធ្ងរនោះក៏ប៉ុន្តែគណៈបកប្រជាជនកម្ពុជាវិញបានអះអាងថាខ្លួននៅតែលើកយករបៀបវិរៈដែលបានព្រមព្រៀងគ្នាកាលពីជំនួបដំបូងរវាងមេដឹកនាំកម្ពុជាទាំងពីរកាលពីថ្ងៃទី16ទី17ខែកញ្ញាកន្លងមករួមទាំងកំណែទម្រង់ប្រព័ន្ធបោះឆ្នោតផងក៏ប៉ុន្តែគម្រោងការចរចាគ្នានេះត្រូវលុបចោលនៅនាទីចុងក្រោយគឺមុនមួយថ្ងៃនៃការចរចាដោយសារតែគណៈបកសង្គ្រោះជាតិសម្ដែងការមិនពេញចិត្តនឹងការបង្ក្រាបក្រុមបាតកោពីសំណាក់អាជ្ញាធរប្រដាប់អាវុធរបស់រដ្ឋាភិបាលដែលបង្កឲ្យមានរបួសស្នាមនិងចាប់ខ្លួនផងនោះគណៈបកសង្គ្រោះជាតិបានសុំឲ្យអាជ្ញាធរដោះលែងកម្មករជាង10នាក់រួមទាំងព្រះសង្ឃផងនិងបញ្ឈប់ការប្រើអំពើហិង្សាលើបាតកោដែលគ្រាន់តែទាមទារការដំឡើងប្រាក់ខែដល់$160សហរដ្ឋអាមេរិកនោះនេះបើតាមការអះអាងរបស់លោកយឹមសុវណ្ណអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិដែលបានថ្លែងប្រាប់ VOA យើងស្នើសុំបញ្ឈប់ផ្អាកគម្រោងចរចាសិនដើម្បីសម្ដែងនៅសាមគ្គីភាពជាមួយនឹងកម្មការនេះនិងប្រសងដែលកំពុងតែរងគ្រោះដោយការបង្ក្រាបដោយការប្រើប្រាស់អំពើឃោរឃៅលោកយឹមសុវណ្ណថ្លែងថាគណៈបកសង្គ្រោះជាតិមិនអាចឈរអោបដៃមើលការរំលោភសិទ្ធិកម្មករពលរដ្ឋនិងព្រះសង្ឃបានទេហើយលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានតាក់ទងតាមទូរស័ព្ទជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាមន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនកម្ពុជាអំពីរឿងផ្អាកការចរចាគ្នានេះហើយទោះជាយ៉ាងណាក៏ដោយលោកបណ្ឌិតឡាវម៉ុងហៃអ្នកវិភាគឯករាជ្យម្នាក់វិញបានអះអាងថាការផ្អាកកិច្ចចរចានេះជាការឆ្លើយតបទៅនឹងគណៈបកគ្រប់គ្រងប្រទេសចំពោះការបង្ក្រាបទៅលើក្រុមអ្នកគាំទ្ររបស់គណៈបកសង្គ្រោះជាតិនិងប្រជាពលរដ្ឋការទាមទារដូចជាប្រាក់បៀវត្សណា$160ក៏ជាគោលនយោបាយបាទរបស់គណៈបកសង្គ្រោះជាតិដែរបាទដល់ហើយគណៈបកសង្គ្រោះជាតិមិនអាចប្រងើយកន្តើយហើយគឺមិនចាត់វិធានការខ្លះដើម្បីនឹងប្រឆាំងនឹងការប្រក្រាបនេះបាទហើយនឹងគឺគ្រប់គ្រងទៅដែរបាទអ្នកដែលគ្រប់គ្រងរបស់ខ្លួនដែលត្រូវរងគ្រោះក្នុងការប្រក្រាបនេះបាទក៏ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់គណៈបកប្រជាជនកម្ពុជាបានអំពាវនាវឲ្យគណៈបកសង្គ្រោះជាតិបញ្ឈប់ការញុះញង់ប្រើអំពើហិង្សាបង្កចលាចលក្នុងសង្គមហើយវិលមកកាន់តុចរចាវិញជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីការប្រទាញបន្ទងគ្នារវាងគណៈបកទាំងពីរបានធ្វើឲ្យមានការយកចិត្តទុកដាក់ខ្លះពីអ្នកឃ្លាំមើលស្ថានភាពកម្ពុជាលោកបណ្ឌិតសុកទូចសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈនៅក្នុងប្រទេសកម្ពុជាបានអះអាងថាឆ្លងតាមរយៈភាពតានតឹងដែលមានកំណើនបាតកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញទាមទារឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីមុខតំណែងប្រមាណថ្ងៃនេះកម្ពុជាហាក់ដូចជាមានការបែងចែកសង្គមជាពីរលោកបានព្រមានអ្នកនយោបាយកម្ពុជាឲ្យមើលអំពីប្រវត្តិសាស្ត្រខ្មែរឡើងវិញអំពីខ្មែរកម្ពុជាក្រោមខ្មែរកម្ពុជាលើឬក៏ការបែកបាក់ក្នុងអតីតកាលហើយលោកជឿថាគ្មានអ្វីដោះស្រាយមិនចេញនោះទេប្រសិនបើអ្នកនយោបាយតម្កល់ផលប្រយោជន៍ជាតិជាធំបើសិនជាម្នាក់គិតតែខ្លាំងរៀងខ្លួនគិតតែបែកខ្នងដាក់រៀងខ្លួននោះកម្ពុជានឹងវិលត្រឡប់ទៅរកទសវត្សរ៍ទី70វិញលោកសុកទូចបានថ្លែងយ៉ាងដូចនេះដោយយោងទៅលើសង្គ្រាមនៅក្នុងប្រទេសកម្ពុជាដែលបានបន្តឲ្យមានរបបវាលពិឃាតខ្មែរក្រហមលោកសុកទូចបានរំលឹកដល់អ្នកនយោបាយបន្ថែមទៀតថាប្រជាពលរដ្ឋកម្ពុជាបោះឆ្នោតជ្រើសរើសមេដឹកនាំនិងតំណាងរបស់ពួកគេគឺដើម្បីមកធ្វើការនិងស្វែងរកដំណោះស្រាយជាតិដោយសន្តិវិធីមិនមែនឲ្យមកបង្កសង្គ្រាមរវាងគ្នានឹងគ្នានោះទេរាយការណ៍ពីរដ្ឋធានី Washington ខ្ញុំសុកខេមរា VOA មហាកោតកម្មទាមទារដំឡើងប្រាក់ខែគ្រូបង្រៀនរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដឹកនាំដោយលោករងឈុននឹងធ្វើឡើងតាមការគ្រោងទុកទោះបីជាមានការគំរាមកំហែងពីរដ្ឋាភិបាលក៏ដោយរីឯគម្រោងបាតុកម្មទាមទារអាជ្ញាប័ណ្ណទូរទស្សន៍របស់លោកមុំសំណង់ដូនឹងត្រូវលើកពេលជាលើកទី2លោកខួនធីរ៉ានៃ VOA សូមជូនសេចក្តីរាយការណ៍ពីទីក្រុងភ្នំពេញលោករងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែរក្សាជំហរដឹកនាំមហាកោតកម្មទាមទារដំឡើងប្រាក់ខែគ្រូបង្រៀននៅសប្តាហ៍ក្រោយនេះទោះបីជាមានការគំរាមប្តឹងទៅតុលាការនិងដកអាជ្ញាប័ណ្ណពីសំណាក់រដ្ឋាភិបាលក៏ដោយលោករងឈុនបញ្ជាក់ថា
មហាកោតកម្មរបស់លោកដែលធ្វើឡើងនៅថ្ងៃទី6ខែមករានឹងធ្វើឡើងតាមការកំណត់ចំពោះការប្រមាននេះវាជារឿងធម្មតាសម្រាប់អ្នកតស៊ូមតិអ្នកការពារយុត្តិធម៌នៅក្នុងសង្គមកម្ពុជាយើងដូច្នេះទោះបីប្រមានយ៉ាងណាក៏ដោយខ្ញុំក៏មិនដកថយដែរធ្វើម៉េចយើងទៀមទាយ៉ាងណាឲ្យប្រាក់ខែគ្រូបង្រៀនប្រសើរឡើងហើយជាការលើកកម្ពស់នៅគុណភាពអប់ផងដែរលោករងឈុនបន្ថែមថាការគម្រាមនេះមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហានោះទេដំណោះស្រាយចំពោះលោកគឺការដំឡើងប្រាក់បៀវត្សគ្រូបង្រៀននិងកម្មករឲ្យបានសមរម្យបើមិនដូច្នោះទេបាតកម្មនឹងរាលដាលកាន់តែធំទីស្តីការគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកាលពីថ្ងៃច័ន្ទនេះបានគម្រាមប្តឹងលោករងឈុននិងប្រធានសហជីពចំនួន5ផ្សេងទៀតក្នុងការដឹកនាំកម្មករឲ្យធ្វើបាតកម្មលោកផៃស៊ីផានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថារដ្ឋាភិបាលគ្រោងនឹងប្តឹងលោករងឈុនទៅតុលាការពីបទញុះញង់និងដឹកនាំបាតកម្មខុសច្បាប់និងបទចោទមួយចំនួនផ្សេងទៀតរដ្ឋាភិបាលនឹងអនុវត្តច្បាប់តែគាត់ធ្វើសកម្មភាពឯខ្លះហើយគាត់ធ្វើរំលោភច្បាប់ឯខ្លះគាត់ខ្លួនឯងដឹងថាគាត់ធ្វើអីការអំពាវនាវដើម្បីអីដើម្បីឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែងគាត់ធ្វើអីគាត់ធ្វើបាតកម្មបិទខ្ទល់គាត់ធ្វើបាតកម្មមានសុំច្បាប់ដែរទេអានឹងគាត់ធ្វើឲ្យមានប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរបស់ឯសាធារណៈក៏ដូចជាទ្រព្យសម្បត្តិរបស់រោងចក្រអានេះការងារទាំងឡាយទាំងពួងប៉ុន្តែអត់និយាយតែសម្រាប់ទៅជាលម្អិតនេះគ្រាន់តែជាការត្រួតប៉ុន្តែលោកផៃស៊ីផានមិនបានបញ្ជាក់លម្អិតថាតើសំណុំរឿងនេះកំពុងដំណើរការដល់ណានោះទេលោករងឈុននាពេលកន្លងមកបានចូលរួមដឹកនាំបាតកម្មរបស់កម្មករក្នុងការទាមទារដំឡើងប្រាក់ខែអបបរមា$160និងបាតកម្មដែលដឹកនាំដោយគណៈបកសង្គ្រោះជាតិក្រសួងមហាផ្ទៃនាពេលថ្មីនេះក៏បានគម្រាមនឹងដកអាជ្ញាប័ណ្ណសមាគមគ្រូបង្រៀនរបស់លោករងឈុនចេញពីបញ្ជីរបស់ក្រសួងផងដែរប្រសិនបើសមាគមរបស់លោកនៅតែបន្តដឹកនាំកោតកម្មតាមការគ្រោងទុកក្រោមហេតុផលថាសមាគមលោកនាពេលកន្លងមកបានញុះញង់កម្មករឲ្យធ្វើបាតកម្មនិងការពាក់ព័ន្ធរបស់លោកក្នុងសកម្មភាពនយោបាយការគម្រាមបែបនេះធ្វើឡើងបន្ទាប់ពីសមាគមលោកដែលមានសមាជិកជា 10000 នាក់ទូទាំងប្រទេសកាលពីថ្ងៃអង្គារនេះបានអំពាវនាវឲ្យគ្រូបង្រៀនគ្រប់កម្រិតតាំងពីថ្នាក់បឋមសិក្សារហូតដល់ឧត្តមសិក្សាឲ្យចូលរួមមហាកោតកម្មរបស់ខ្លួនចាប់ពីថ្ងៃទី6ខែមករានេះតទៅដោយផ្អាកការបង្រៀននិងសរសេរបដាព្យួរតាមខ្លោងទ្វារនិងរបងសាលាដើម្បីទាមទារប្រាក់ខែតិចបំផុតចំនួន1លានរៀលដោយឡែកបាតកម្មមួយទៀតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃជាមួយគ្នាដែលដឹកនាំដោយលោកមុំសំណង់ដូប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសម្បុកឃ្មុំដើម្បីទាមទារដំឡើងកម្លាំងវិទ្យុផ្សាយនិងអាជ្ញាប័ណ្ណទូរទស្សន៍ត្រូវបានលើកពេលជាលើកទី2ការលើកពេលនេះក្រោយពីមានការចរចាជាមួយសាលាក្រុងភ្នំពេញកាលពីព្រឹកមិញនេះបើតាមលោកមុំសំណង់ដូខាងក្រុងនឹងអភិបាលក្រុងនឹងគេរត់ការឲ្យពូជាមួយក្រសួងព័ត៌មានបើសិនជាក្រសួងព័ត៌មានមិនផ្ដល់លទ្ធផលល្អដែលប្រជាពលរដ្ឋចង់បានទេគឺពូគឺនឹងធ្វើបាតកម្មណាលោកមុំសំណង់ដូបញ្ជាក់បន្ថែមថាលោកនឹងដាក់សំណើរបស់លោកទៅសាលាក្រុងភ្នំពេញនៅថ្ងៃសុក្រនេះដើម្បីឲ្យសាលាក្រុងបញ្ជូនបន្តទៅក្រសួងព័ត៌មានហើយក្នុងរយៈពេល10ថ្ងៃប្រសិនបើគ្មានការឆ្លើយតបជាវិជ្ជមានណាមួយទេនោះលោកនឹងដឹកនាំបាតកម្មតាមការគ្រោងទុកលោកឡុងឌីម៉ង់អ្នកនាំពាក្យសាលាក្រុងភ្នំពេញបានឲ្យដឹងដូចគ្នានេះដែរពីរាជធានីភ្នំពេញខ្ញុំខួនធីរ៉ា VOA សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រី VOA យើងខ្ញុំមានកម្មវិធី Hello VOA 2លើកក្នុងមួយសប្តាហ៍គឺនៅថ្ងៃច័ន្ទនិងថ្ងៃប្រហ័សយើងខ្ញុំមានភ្ញៀវពិសេសនិងអ្នកជំនាញការនានាពីបញ្ហាផ្សេងរួមមាននយោបាយសិទ្ធិមនុស្សការរំលោភដីធ្លីនិងបញ្ហាសុខភាពបើសិនជាលោកអ្នកចង់ចូលរួមសូមអញ្ជើញទូរស័ព្ទមកលេខ012 51 51 94ឬផ្ញើអ៊ីមែលមកកាន់ hellovoa@voanews.com លោកអ្នកថែមទាំងអាចផ្ញើសំណួរតាមទំព័រ Facebook គឺ facebook.com/voa ខ្មែរហើយបើលោកអ្នកខកខានមិនបានស្ដាប់កម្មវិធី Hello VOA តាមការផ្សាយបន្តផ្ទាល់របស់យើងសូមអញ្ជើញចូលទៅកាន់គេហទំព័រយើង khmer.voanews.com ហើយចុចលើពាក្យ Hello VOA ដែលស្ថិតនៅផ្នែកខាងក្រោមបំផុតដើម្បីស្ដាប់កម្មវិធីនេះឡើងវិញសូមអរគុណ
ស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅរាត្រីនេះពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីយប់សូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសកម្ពុជានិងនៅក្នុងពិភពលោកលំដាប់តទៅនេះលោកជាងប៉ូជីនសូមជូនព័ត៌មានសង្ខេបសូមអញ្ជើញលោកប៉ូជីនអរគុណកងទ័ពនៃប្រទេសស៊ូដង់ខាងត្បូងនិយាយថាខ្លួនកំពុងធ្វើឲ្យជឿនលឿនឆ្ពោះទៅកាន់ទីកន្តាំងនានាដែលកាន់កាប់ដោយពួកអូទាមុនពេលចាប់ផ្ដើមការចរចាសន្តិភាពរវាងតំណាងនានារបស់ប្រធានាធិបតីហើយនិងមេដឹកនាំពួកអូទាមនោះកងទ័ពរដ្ឋាភិបាលកំពុងប្រយុទ្ធជាមួយពួកកងទ័ពដែលស្មោះត្រង់នឹងអតីតអនុប្រធានាធិបតីរ៉េកម៉ាចាកាលពីថ្ងៃពហុនាយអគ្គសេនាធិការកងទ័ពជាម៉ៃបាននិយាយថាកងទ័ពបានរុលទៅមុខឆ្ពោះទៅកាន់រដ្ឋធានីប័រដែលកាន់កាប់ដោយពួកអូទាមទីកន្លែងនោះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅសប្តាហ៍នេះលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry បានវិលត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញហើយកាលពីថ្ងៃពហុដើម្បីចរចាក្រសួងការបរទេសអាមេរិកប្រាប់ឲ្យដឹងថាការចរចារួមមានគម្រោងការងារដែលបានស្នើឡើងដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលបានរារាំងកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលហើយនិងប៉ាឡេស្ទីនដំណើរបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះកើតមានឡើងនៅពេលដែលមានការពិបាកដល់ការខំប្រឹងប្រែងរបស់លោក John Kerry ដើម្បីធ្វើឲ្យមានឡើងវិញនៃការចរចាសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ាប្រទេសចំនួនមនុស្សស្លាប់បានឡើងដល់20នាក់នៅក្នុងការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃពុធនៅក្នុងរដ្ឋធានីនៃប្រទេសសូម៉ាលីដែលក្រុមជនសកម្មប្រយុទ្ធអាល់សាបាបបានអះអាងទទួលខុសត្រូវនោះចំនួនមនុស្សស្លាប់នៅពេលថ្មីៗនេះចេញពីពួកមន្ត្រីសន្តិសុខសូម៉ាលីដែលមិនប្រាប់ឈ្មោះដែលបានថ្លែងប្រាប់ VOA ផ្សាយជាភាសាសូម៉ាលីប្រពន្ធពីមន្ទីរពេទ្យបានប្រាប់ VOA ថាមនុស្ស30នាក់ទៀតដែលរងរបួសនៅក្នុងការវាយប្រហារបានត្រូវសម្រាប់ព្យាបាលនៅក្នុងមន្ទីរពេទ្យ Medina នៃរដ្ឋធានី Mogadishu ប្អូនប្រុសរបស់លោកលេកុកគងសកម្មជនសិទ្ធិមនុស្សដែលជាប់ពន្ធនាគារបានត្រូវពួកជនឥណ្ឌាពីលជាច្រើនដែលគេមិនស្គាល់វាយតប់លោកលេកុកគៀតបានប្រាប់ VOA ផ្សាយជាភាសាវៀតណាមនៅពេលដែលលោកដើរចូលក្នុងបរិវេណនៃអគាររបស់លោកក្នុងទីក្រុងហូជីមិញកាលពីព្រឹកថ្ងៃពហុនៅពេលដែលបរិសុទ្ធ4នាក់ដែលលោកបានពណ៌នាថាជាឧក្រិដ្ឋជនដែលជួលដោយរដ្ឋាភិបាលបានវាយតប់លោកបានចោទប្រកាន់ថាបរិសុទ្ធទាំងនោះបានតាមលោកអស់ជាច្រើនឆ្នាំមកហើយចាប់តាំងពីបងប្អូនរបស់លោកបានរំលោភច្បាប់រដ្ឋាភិបាលដោយផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យនិងរបបពហុបកនៅក្នុងប្រទេសវៀតណាមមកកម្មវិធីផ្សាយរបស់ VOA សំឡេងសហរដ្ឋអាមេរិកនៅពេលព្រឹកនេះចប់តែប៉ុណ្ណេះសូមលោកអ្នករងចាំស្ដាប់ការផ្សាយរបស់យើងខ្ញុំនៅយប់នេះទៀតពីម៉ោង 8:30 នាទីដល់ម៉ោង 9:30 នាទីតាមរលកវិទ្យុ25 32 កណ្ដកសញ្ញា 2 និង 190 កណ្ដកសញ្ញា 5 ម៉ែត្រត្រូវនឹងកម្រិត 11,965 9,325 និង 1,575 kHz សូមលោកអ្នកនាងបានប្រកបដោយសុភមង្គលគ្រប់ប្រការអរុនសួស្តីThis program has come to you from the Voice of America, Washington.